សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះ teacher នឹងបង្រៀនអ្នកទាំងអស់គ្នាទាក់ទងនឹងប្រយោគសន្ទនាខ្លីៗដែលយើងអាចប្រើជាប្រចាំថ្ងៃបានហើយប្រយោគខ្លីៗនេះគឺអ្នកទាំងអស់គ្នាស្រួលចាំទេអញ្ចឹងហើយយើងចាប់ផ្ដើមទាំងអស់គ្នាទី1 Who are we Who are we Who are we ប្រែថាពួកយើងគឺជានរណាពួកយើងគឺជានរណាប្រយោគទី2 We are translator We are translator We are translator ពួកយើងគឺជាអ្នកបកប្រែណែឯអ្នកបកប្រែហ្នឹងគឺសំដៅទៅលើអ្នកបកប្រែភាសាចំណុចទី3 Who are you Who are you Who are you អ្នកគឺជាអ្នកណាឬក៏អានថាអ្នកគឺជានរណាយកបន្ទាប់ I am your friend ខ្ញុំគឺជាមិត្តរបស់អ្នកទី5 Who are your friend Who are your friend Who are your friend តើនរណាគឺជាមិត្តរបស់អ្នកចុងក្រោយ My friend are all the writer here My friend are all the writer here My friend are all the writer here មិត្តរបស់ខ្ញុំគឺជាអ្នកនិពន្ធទាំងអស់ដែលនៅទីនេះហើយតែអ្នកនិពន្ធគឺជាមិត្តភក្តិរបស់គាត់ហើយដែលមានវត្តមាននៅទីនេះចឹងហើយបន្ទាប់យើងសិក្សានៅពាក្យទី1 translator 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 ប្រែថាអ្នកបកប្រែអ្នកបកប្រែទី2 your ប្រែថារបស់អ្នកទី3 all ប្រែថាទាំងអស់ទី4 writer ប្រែថាអ្នកនិពន្ធទី5 here ប្រែថាទីនេះចឹងហើយតកតងនឹងមេរៀនសន្ទនានេះគឺយើងមានតែប៉ុណ្នេះចឹងហើយសង្ឃឹមថាបងប្អូនអ្នកដែលអត់ទាន់ចេះភាសាអង់គ្លេសអាចសិក្សាជាមួយនឹងខ្ញុំពីបន្តិចម្ដងអរគុណច្រើន